ថ្ងៃមុននឹងបងស្រីខ្ញុំគាត់ធ្វើស៊ុបឆ្អឹងគោហើយគាត់ហៅខ្ញុំទៅញ៉ាំហើយខ្ញុំទៅនឹងរៀងល្ងាចតិចហើយបងប្អូនហើយរៀងល្ងឹតបន្តិចណាហើយគាត់ថាគាត់ធ្វើស៊ុបឆ្អឹងគោនឹងគាត់ញ៉ាំជាមួយស្ពៃដែលគាត់ដាំនៅខាងក្រៅផ្ទះគាត់គឺល្អណាស់បងប្អូនហើយនេះហើយឥឡូវគាត់ដកនេះគឺស្រស់តែម្ដងគ្មានជាតិគីមីទេដាំនៅផ្ទះខ្លួនឯងបងប្អូនគឺស្រស់ហើយពេលដែលដាក់ញ៉ាំនៅក្នុងស៊ុបនឹងគឺឆ្ងាញ់មែនទែនណាបងប្អូននិយាយពីថាបានរបស់ឆ្ងាញ់ឬក៏ធ្វើម្ហូបឆ្ងាញ់អញ្ចឹងមិនដែលភ្លេចប្អូនទេគឺហៅទៅញ៉ាំរហូតហើយនៅផ្ទះគាត់ហ្នឹងមិនមែនមានតែបន្លែស្ពៃនឹងមួយមុខទេបងប្អូននៅមានបន្លែផ្សេងទៀតប្តីគាត់គឺបងថ្លៃខ្ញុំគាត់ប្រកែដាំគាត់ដាំបានច្រើនមែនទែនដំណាំគាត់មានគ្រប់មុខបងប្អូនមានស្ដៅមានល្ហុងមានចេកមានដើមអំពិលមានដើមម្រុំមានដើមកាញ់ហ្នឹងក៏មានផ្កាទៀតបងប្អូនហើយល្អមែនទែនហើយគាត់ដាំបានបន្លែវឡុកគ្រប់ប្រភេទនេះអាពណ៌លឿងនេះគឺដើមកាញ់បងប្អូនផ្កាស្អាតមែនទែនហើយនេះខ្ញុំធ្លាប់តែឃើញនៅស្រុកខ្មែរឥឡូវគាត់ដាំបានដែរគឺខ្ញុំសប្បាយចិត្តណាឃើញគាត់ដាំបានបន្លែប្លុកល្អហើយដូចនៅស្រុកខ្មែរអញ្ចឹងគឺគាត់ប្រកែដាំបងប្អូនមានផ្កាមានផ្កាចម្ប៉ាមានផ្កាគ្រប់ប្រភេទណាបងប្អូននេះដូចផ្កាស្វាយអីនេះអញ្ចឹងស្អាតណាស់បងប្អូនហើយក្រូចឆ្មាប៉េងប៉ោះម្ទេសគឺច្រើនតែម្ដងហើយមានគ្រប់មុខបងប្អូនហើយស្អីក៏គាត់មានដែរស្តៀងផ្ទះនៅស្រុកខ្មែរអញ្ចឹងហើយស៊ុបគោថ្ងៃនេះនឹងគឺដាក់កាទៀវដូចកាទៀវហ្វឺអញ្ចឹងណាបងប្អូនហើយឆ្ងាញ់មែនទែនបានតិចមេឃតិចអញ្ចឹងញ៉ាំស៊ុបគឺឆ្ងាញ់ណាស់បងប្អូនឆ្លៀតឱកាសនេះដែរចង់មកណែនាំការងារអាជីវកម្ម Digital Online ការងារអាជីវកម្ម Digital Online គឺជាការងារស្របច្បាប់ត្រឹមត្រូវច្បាស់លាស់បានចំណូលពិតចំណេញពេលវេលាធ្វើនៅកន្លែងណាក៏បានឲ្យតែមានប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ Wi-Fi គឺអាចធ្វើបានមិនត្រូវការបទពិសោធន៍មិនត្រូវការជំនាញមិនសូវចេះអង់គ្លេសមានតែទូរស័ព្ទដៃមួយឬក៏ laptop មួយគឺអាចធ្វើការអាជីវកម្មនេះបានមួយថ្ងៃធ្វើតែ1ម៉ោងទៅ2ម៉ោងគឺគ្រប់គ្រាន់បើចង់បានចំណូលបន្ថែមដែលមិនប៉ះពាល់ការងារប្រចាំថ្ងៃចង់មានពេលវេលានៅជាមួយកូននិងគ្រួសារចង់រីថាយឬក៏ចូលនិវត្តន៍មុនពេលចាស់ជរាការងារអាជីវកម្ម Digital Online ជាជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនចង់ដឹងព័ត៌មានលម្អិតអាចចូលទៅ website របស់ខ្ញុំ www.silivchang.com ចុចចូលឈ្មោះដាក់អាសយដ្ឋានអ៊ីមែលហើយ Learn More បងប្អូននឹងបានទទួលវីដេអូ90នាទីដោយឥតគិតថ្លៃពីការចាប់ផ្ដើមអាជីវកម្ម Digital Online ឥឡូវងាកមកមើលស៊ុបរបស់បងស្រីខ្ញុំវិញគឺគាត់មិនដឹងធ្វើមកពីស្មើណាទេខ្ញុំអត់ដឹងទេគាត់ហៅខ្ញុំទៅញ៉ាំហ្នឹងគាត់ថាចង់ឲ្យខ្ញុំទៅថតគ្រឿងផ្សំអីចឹងប៉ុន្តែខ្ញុំរវល់ពេកខ្ញុំទៅលេតខ្ញុំទៅរៀងយប់ហើយណាបងប្អូនហើយចឹងហើយអត់បានថតគ្រឿងផ្សំធ្វើស៊ុបគោនឹងទេចឹងហើយទៅដល់គឺឆ្អិនស្រាប់តែម្ដងទៅដល់គាត់ដាក់ឲ្យទៀតនោះបងប្អូនគាត់ស្រុះកាទៀវស្រុះអីដាក់ឲ្យប្អូនញ៉ាំចឹងណាហើយនេះក៏រួចរាល់ហើយមើលតែមាត់អ្នកញ៉ាំទៅដឹងហើយបងប្អូនគឺនិយាយពីថាយូរខ្ញុំញ៉ាំស៊ុបឆ្អឹងគោម្ដងខ្ញុំមិនសូវងាយធ្វើទេបងប្អូនគឺខ្ញុំនិយាយរួមគឺខ្ជិលតែម្ដងហើយខ្ជិលរងាស់ខ្ជិលអីយូរណាបងប្អូនស៊ុបឆ្អឹងគោនឹងហើយនៅ clean up ឆ្អឹងអីចឹងទៀតនឹងខ្ញុំនិយាយរួមខ្ជិលគឺខ្ញុំសូវដែរធ្វើទេយូរខ្ញុំធ្វើម្ដងទេប៉ុន្តែបានបងខ្ញុំគាត់ឧស្សាហ៍ធ្វើហៅខ្ញុំទៅញ៉ាំម្ហូបឆ្ងាញ់អីចឹងខ្ញុំមិនសូវហត់ខ្ញុំមិនបាច់ធ្វើអីច្រើនទេខ្ញុំទៅផ្ទះគាត់ហើយខ្ញុំញ៉ាំឆ្ងាញ់ហើយនៅឆ្លៀតវេចខ្ចប់ផ្ញើប្តីនៅផ្ទះទៀតណាបងប្អូនព្រោះគាត់ធ្វើម្ដងគាត់មិនមែនធ្វើតិចទេគាត់ធ្វើច្រើនអញ្ចឹងហើយញ៉ាំនៅជាមួយគាត់ហើយយកមកផ្ទះផ្ញើប្តីទៀតគឺនិយាយពីថាដូចសំណាងណាស់ខ្ញុំរាល់ថ្ងៃនេះមែនណាវីដេអូមកអួតបងស្រីមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា Thank you for watching bye bye